វេលាបណ្ដាលឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយใจដន់ឬនិស្ស័យដោយនិស្ស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងស្រឡាញ់អូនទាំងបងមិនមានបងនងស្នេហានេះគឺអូនបងរៀនរស់បងអូនចងចាំពេលវេលាដូចជាគ្រាស្របំប្រងអូននឹងបងបានចងក្រងព្រៃស្នេហាពិនរឿងក្រុមយ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់បណ្ដោយវេលាបងខ្លាចជាមនុស្សម្នាក់ចេះកិនស្នេហាពិនស្គាល់ជីវិតពេលស្គាល់រូបអូនអរគុណបងដែលព្រមស្រឡាញ់អូនព្រោះរូបអូនបងលែងមើលងាយក្តីស្នេហ៍ស្នេហ៍ពួកយើងជាស្នេហ៍ពិនព្រមលីខិនមិនអានន្ទទេពេលវេលានៅក្បែរគ្នាមានកំណត់បណ្ដាលឲ្យយើងបានជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយใจដន់ឬនិស្ស័យដោយនិស្ស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់ដែលអស់សង្ឃឹមខំញញឹមរកនៃជីវិតស្នេហាពិតរំព្រំចេញពេលស្គាល់រូបបងពេលវេលាបណ្ដាលឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយใจដន់ឬនិស្ស័យដោយនិស្ស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់ដែលអស់សង្ឃឹមខំញញឹមរកនៃជីវិតស្នេហាពិតរំពឹងចេញពេលស្គាល់រូបបងអរគុណអូនដែលព្រមស្រឡាញ់រូបបងអរគុណបងធ្វើឲ្យអូនស្គាល់ក្តីស្នេហ៍ស្នេហ៍ពួកយើងជាស្នេហ៍ពិតព្រមលីខិនមិនអានន្ទទេពេលវេលានៅក្បែរគ្នាគឺមានកំណត់ពេលវេលាបណ្ដាលឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយใจដន់ឬនិស្ស័យដោយនិស្ស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងស្រឡាញ់អូនទាំងបងមិនមានបងនងស្នេហានេះគឺអូនបងរៀនរស់បងអូនចងចាំពេលវេលាដូចជាគ្រាស្របំប្រងអូននឹងបងបានដងក្រងព្រៃស្នេហាពិនរឿងក្រុមយ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់បណ្ដោយវេលាបងខ្លាចជាមនុស្សម្នាក់ចេះកិនស្នេហាពិនស្គាល់ជីវិតពេលស្គាល់រូបអូនអរគុណបងដែលព្រមស្រ
ឡាញ់អូនព្រោះរូបអូនបងលែងមើលងាយក្តីស្នេហ៍ស្នេហ៍ពួកយើងជាស្នេហ៍ពិនព្រមលីខិនមិនអានន្ទទេពេលវេលានៅក្បែរគ្នាមានកូនណត់